មេដាធម្មជាតិបានរកឃើញនៅវិនាសកម្មធនធានធម្មជាតិមួយដែលកំពុងតែកើតមានឡើងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលជាព្រៃការពារដ៏សំខាន់របស់កម្ពុជានៅក្នុងឆ្នាំ2023រដ្ឋាភិបាលបានបើកដៃឲ្យក្រុមហ៊ុន Vantage Mining Cambodia ធ្វើអាជីវកម្មថ្មម៉ាបនៅក្នុងតំបន់នេះជំនួសឲ្យការខិតខំអភិរក្សយើងមើលឃើញថារបបនេះហាក់មានមោទនភាពចំពោះការបំផ្លាញធនធានធម្មជាតិទៅវិញសកម្មភាពបំផ្លាញធនធានធម្មជាតិយ៉ាងអនាធិបតេយ្យត្រូវបានបង្អួតនៅលើ Facebook Page និងគេហទំព័ររបស់ក្រុមហ៊ុនដោយមិនមានភាពខ្មាស់អៀនពីប្រតិបត្តិការកាត់ថ្មយ៉ាងសកម្ម Vantage Mining រកចំណូលបានពី50ទៅ100លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការលក់ថ្មម៉ាបដែលជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាយោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថាម្ចាស់ក្រុមហ៊ុន Vantage Mining Cambodia គឺលោកឆាន់អាឡែនលោកមានក្រុមហ៊ុនចំនួន16បានចុះបញ្ជីក្រោមឈ្មោះរបស់លោកដែលក្នុងនោះក្រុមហ៊ុនចំនួន3មានទំនាក់ទំនងជាមួយលោកហ៊ុនតូបុគ្គលល្បីឈ្មោះថាជាជើងកាងនិងជាក្មួយប្រុសបង្កើតរបស់លោកហ៊ុនសែននៅក្នុងវីដេអូមុនយើងបានលើកឡើងពីទំនាក់ទំនងរវាងក្រុមហ៊ុន KP Cement Industry និងលោកស្រីហ៊ុនគីមលេងដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកហ៊ុនតូបើយើងពិនិត្យទៅលើផែនទីនោះយើងនឹងឃើញថាក្រុមហ៊ុន KP Cement Industry និងក្រុមហ៊ុន Vantage Mining Cambodia កំពុងធ្វើប្រតិបត្តិការនៅជិតគ្នាក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានគ្រួសារត្រកូលហ៊ុននៅពីក្រោយចលនាមេដាធម្មជាតិមានសំណួរសួរទៅកាន់លោកហ៊ុនម៉ាណែតលោកកែវរតនៈនិងលោកអោមពន្ធមនីរតន៍ដូចតទៅ1តើក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណឬទេប្រសិនបើមានតើហ៊ានបង្ហាញវាជាសាធារណៈដែរឬទេ2តើរដ្ឋទទួលបានចំណូលប៉ុន្មានពីការបង់សួយសារនិងពន្ធផ្សេងពីអាជីវកម្មនេះ3តើក្រុមហ៊ុននេះមានលក្ខណៈសម្បត្តិអ្វីខ្លះទើបអាចទទួលបានដីសម្បត្តិក្នុងតំបន់នេះ4តើប្រជាជនមូលដ្ឋានទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីអាជីវកម្មនេះខណៈពេលដែលក្រុមហ៊ុនអួតដោយមិនចេះខ្មាស់មាត់ថាខ្លួនរកចំណូលបានរាប់រយលានដុល្លារក្នុងមួយឆ្នាំក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងទាមទារឲ្យរដ្ឋមានតម្លាភាពនិងគណនេយ្យភាពនេះមិនមែនត្រឹមតែជាអាជីវកម្មធម្មតានោះទេប៉ុន្តែវាជាការបំផ្លាញធនធានធម្មជាតិអំពើពុករលួយជាប្រព័ន្ធនិងការអសមត្ថភាពរបស់អ្នកដឹកនាំក្នុងការកាត់គូរពីពលរដ្ឋនិងធនធានធម្មជាតិរបស់ខ្លួនជាចុងក្រោយយើងសូមរំលឹកទៅអ្នកកាន់អំណាចឲ្យអានរដ្ឋធម្មនុញ្ញឡើងវិញនោះអ្នកនឹងដឹងថាធនធានរ៉ែទាំងអស់ជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជាមិនមែនជារបស់បុគ្គលមានអំណាចឬដៃគូអាជីវកម្មរបស់ពួកគេនោះទេ